ថ្ងៃនេះយើងនឹងសាកប្រើប្រាស់ model C-Trim Pro លើ Xperia វិញម្ដងយើងចូល plugin យើងទៅ Capture Viewport ដើម្បី pass នឹងចូល plugin រើសទំហំរូបហើយយើងចុច apply ទៅ model ដែលត្រូវប្រើនឹងគឺ C-Trim Pro quality រូបខ្ញុំប្រើ 2K preset គឺខ្ញុំប្រើ Tone House tab 1សម្រាប់ environment time of day នេះគឺខ្ញុំប្រើ make ថ្មីដែលយើងទៅបានបញ្ចូលណានេះ pastel sunset នេះតែប៉ុណ្្នឹងមកខ្ញុំ render យកមកសម្រាប់ Tone House tab 1គឺវាមានមនុស្សស្រាប់អីយើងអត់ចាំបាច់ analyze people ទៀតទេអញ្ចឹងនេះគឺជា scene ទី1របស់ខ្ញុំអ្នកនរគ្នាអាច check មើលបានសម្រាប់ C-Trim Pro គឺវាមានភាពសុក្រិតខ្លាំងមែនទែនទៅលើ material ដែលយើងចាក់មិនថា material មិនថាប្រភេទដើមឈើទេវាដូចថាយើងដាក់ផ្កាអីដាក់ mode អីគឺវាចេញបែបហ្នឹងហ្មងណាអញ្ចឹងខ្ញុំនឹង save រូបនេះដើម្បីប្រើប្រាស់ធ្វើជា reference សម្រាប់ render scene ទី2យើងចូលទៅកាន់ SketchUp យើងបង្កើត scene សិន recapture មក scene ទី2យើងចូលលេទំហំរូបខ្ញុំប្រើដូចគ្នារុញរូបនេះទៅ consistency ទំហំរូបខ្ញុំប្រើ 2K ដូចគ្នា reference នេះគឺយើង upload scene ទី1យើងចូលទៅប៉ុណ្ណឹងខ្ញុំអត់ទៅសេអីទៀតទេខ្ញុំ render យកមកសម្រាប់ consistency នេះគឺយើងអត់ទាន់ upload model C-Trim Pro ទេវាមានតែ Nano និង G Pro ប៉ុន្តែឆាប់ៗនេះយើងនឹង upload ចូលហើយអញ្ចឹងនេះគឺជា scene ទី2របស់យើងសម្រាប់ scene 3D នេះបើអ្នកទាំងគ្នាចង់បានយកទៅរៀន render អីអ្នកទាំងគ្នាអាច share វីដេអូនេះហើយឆាតចូល Telegram ខ្ញុំផ្ញើ file SketchUp នេះឲ្យថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណ